ទំនាយជោគជតារិស័យប្រចាំឆ្នាំមមីអត្តស័កលោកអ្នកកើតឆ្នាំជូតបើជាមនុស្សប្រុសទំនាយទាយថានៅក្នុងឆ្នាំនេះការរៀបមង្គលការរបស់លោកអ្នកបានផលសម្រេចបំណងមែនពិនប្រកបទៅដោយសេចក្តីសុខប៉ុន្តែអ្នកនៅមានទំនាស់នឹងមេបារបស់អ្នកបន្តិចបន្តួចរួចផុតពីហេតុភេទបែបនោះនឹងបានល្អឡើងវិញបើអ្នកធ្វើការងារកាន់មុខតំណែងមានមុខនេតិអ្នកត្រូវបានឡើងតំណែងនេតិបន្ថែមជាក់ជាមិនខានការដែលត្រូវប្រុងប្រយ័ត្នជាទីបំផុតនោះគឺចោរកម្មនិងអគ្គិភ័យបំផ្លាញបើសិនជាមានជំងឺច្រើនតែផ្ដាសាយបើជាមនុស្សស្រីទំនាយទាយថាក្នុងឆ្នាំនេះគឺជាឆ្នាំដែលលោកអ្នកមានចិត្តខ្វល់ខ្វាយច្រើនអាណែងមិត្តភក្តិជាទីស្រឡាញ់ឬមិត្តញាតិសន្តានដែលមានគុណបំណាច់លើរូបអ្នកត្រូវនិរាសគ្នាមិនតែប៉ុណ្ណោះលោកអ្នកត្រូវខូចខាតផលប្រយោជន៍ខ្លះទៀតផងតាមការពិតអ្នកមិនត្រូវរងទុក្ខក្តៅណាស់ណានោះទេមានគេជួយឈឺឆ្អាលឲ្យលោកអ្នកបានសុខសាន្តបើទុកជាមានឧបសគ្គក្នុងការងារខ្លះក៏គង់សាបរលាបទៅវិញបានដោយសារពេលនេះអ្នកមានភឿនរបស់អ្នកបានតទល់យ៉ាងស្វិតស្វាញជួនកាលឆ្នាំនេះអ្នកត្រូវរើរូបផ្ទះសម្បែងជួសជុលឬធ្វើថ្មីតែមិនមែនជាការសំខាន់នោះទេលោកអ្នកកើតឆ្នាំឆ្លូវបើជាមនុស្សប្រុសទំនាយទាយថាក្នុងឆ្នាំនេះអ្នកនឹងមានគ្រោះអាសន្នអាក្រក់ណាស់ដួងជាតាត្រូវខាតបង់ឬត្រូវមានធុរៈជំងឺឈឺថ្កាត់ប៉ុន្តែអ្នកត្រូវបានមិត្តជិតស្និទ្ធជួយឈឺឆ្អាលយ៉ាងពេញទំហឹងបើអ្នកចង់ធ្វើអ្វីត្រូវពិចារណាមុខក្រោយឲ្យបានល្អិតល្អន់មែនទែនបើកាលណាភ្លាំងភ្លាត់អ្នកមុខជាត្រូវរងអំពើសង្កត់សង្កិនយ៉ាងគួរឲ្យធរមានចិនចូលកុំគប្បីបញ្ចេញឈ្មោះបោះសម្លេងជាធ្លុកកំ pl ែងលេងជាមួយគេញយពេងចូលខំបំពេញខ្លួនឲ្យគេឃើញថាយើងជាមនុស្សមានរបៀបនិងសុភាពរៀបរយចូលធ្វើសេចក្តីល្អតបតជាមួយសត្រូវទើបគ្រោះរបស់លោកអ្នកនឹងត្រូវបន្ធូរបន្ថយទៅបានខ្លះហើយពេលក្រោយមានគេជួយឲ្យបានទ្រព្យនិងបានស្ដុកស្ដំបើជាមនុស្សស្រីទំនាយទាយថាក្នុងឆ្នាំនេះអ្នកនឹងមានគ្រោះអាសន្នអាក្រក់ណាស់ដួងជាតាត្រូវខាតបង់ត្រូវមានធុរៈឈឺថ្កាត់ប៉ុន្តែអ្នកត្រូវបានមិត្តជិតស្និទ្ធជួយឈឺឆ្អាលយ៉ាងពេញទំហឹងបើអ្នកចង់ធ្វើអ្វីត្រូវពិចារណាមុខក្រោយឲ្យបានល្អិតល្អន់មែនទែនបើកាលណាភ្លាំងភ្លាត់អ្នកមុខជាត្រូវរងនៅអំពើសង្កត់សង្កិនយ៉ាងគួរឲ្យធរមានចិនចូលកុំគប្បីបញ្ចេញឈ្មោះបោះសម្លេងជាធ្លុកកំ pl ែងលេងជាមួយគេញយពេងចូលខំបំពេញខ្លួនឲ្យគេឃើញថាយើងជាមនុស្សមានរបៀបនិងសុភាពរៀបរយចូលធ្វើសេចក្តីល្អតបតជាមួយសត្រូវទើបគ្រោះរបស់លោកអ្នកត្រូវបន្ធូរបន្ថយទៅបានខ្លះហើយពេលក្រោយមានគេជួយឲ្យបានទ្រព្យសម្បត្តិនិងបានស្ដុកស្ដំលោកអ្នកកើតឆ្នាំខាលបើជាមនុស្សប្រុសទំនាយទាយថាក្នុងឆ្នាំនេះគឺជាឆ្នាំជោគលាភមុខជាមានមកដល់លោកអ្នកហើយបើលោកអ្នកចង់ធ្វើអ្វីនឹងបានសម្រេចជាដរាបមិត្តភក្តិឬចៅហ្វាយនាយជាធំប្រុងទំនុកបំរុងដល់អ្នកតែថារឿងដែលអ្នកត្រូវពិនិត្យព្រឹត្តព្រៀងខ្លួនជានិញគឺកុំបេះបួយនាំរឿងពីនេះទៅនិន្ទាអ្នកឯណោះឲ្យដឹងឮបើអ្នកបានតមពិតប្រាកដក្នុងហេតុភេទបែបនេះឈ្មោះថាខ្លួនអ្នកបានដោះស្រាយពីការបែកបាក់រវាងមេត្រីភាពបើជាមនុស្សស្រីទំនាយទាយថាឆ្នាំនេះគឺជាឆ្នាំជោគលាភមុខជាមានដល់លោកអ្នកនោះហើយលោកអ្នកចង់ធ្វើអ្វីនឹងបានសម្រេចជាដរាបមិត្តភក្តិឬចៅហ្វាយនាយជាធំទំនុកបំរុងដល់លោកអ្នកតែថារឿងដែលលោកអ្នកត្រូវប្រឹកព្រៀងខ្លួនជានិច្ចគឺកុំបេះបួយនាំរឿងពីនេះទៅនិន្ទាអ្នកឯណោះឲ្យដឹងឮបើអ្នកបានតមប្រកបក្នុងហេតុភេទបែបនេះឈ្មោះថាខ្លួនអ្នកបានដោះស្រាយពីការបែកបាក់រវាងមេត្រីភាពលោកអ្នកកើតឆ្នាំថោះបើជាមនុស្សប្រុសទំនាយទាយថាក្នុងឆ្នាំនេះជាឆ្នាំសម្រេចផលលាភជូនដល់កណ្ដាប់ដៃយើងហើយ
ទោះសត្រូវកាយប៉ុនប៉ងប្រទុសរាយយ៉ាងដូចមិនដេចក៏ដោយលោកអ្នកត្រូវបានជោគជ័យគ្រប់ប្រការហើយទទួលបានការលើកដំកើងពីមនុស្សទូទៅថាបើអ្នកបានរៀបមង្គលការក្នុងឆ្នាំនេះរាប់ថាល្អផ្ដាច់ហើយប៉ុន្តែឧបសគ្គរបស់អ្នកមិនសោះសូន្យនោះទេចំពោះក្រុមញាតិពាក់ព័ន្ធនឹងផ្ដល់សេចក្តីរំខានដល់អ្នកក្នុងរយៈឆ្នាំនេះមួយចំនួនបើជាមនុស្សស្រីទំនាយទាយថាឆ្នាំនេះជាឆ្នាំដែលលោកអ្នកមានសេចក្តីសុខសម្រាន្តយ៉ាងលើសលំហើយបានគាប់ចិត្តគ្រប់យ៉ាងមានគេនាំកំណល់រង្វាន់មកឲ្យដល់ទីកន្លែងនៅឆ្នាំនេះជោគរាសីរបស់លោកអ្នកល្អជាទីបំផុតបើអ្នកមានបំណងធ្វើអ្វីមុខជាបានសម្រេចផលយ៉ាងមែនទែនប៉ុន្តែថាបើអ្នកកុំប្តេជ្ញាផ្ដួលនឹងការជួយឈឺឆ្អាលពីគេឯទៀតខ្លាំងពេកនៅក្នុងរឿងរាប់អានស្រឡាញ់ទុកចិត្តអ្នកគួរតែប្រុងប្រយ័ត្នឲ្យមែនទែនហើយខំស្ទាបស្ទង់បន្តិចផងបើសិនជាវាមិនផុននៅក្នុងបន្ទប់ក្រុមគ្រួសារមានសេចក្តីសុខយ៉ាងក្រៃលែងលោកអ្នកកើតឆ្នាំរោងបើជាមនុស្សប្រុសទំនាយទាយថាក្នុងឆ្នាំនេះជាឆ្នាំដែលលោកអ្នកមានចិត្តខ្វល់ខ្វាយច្រើនអណែងមិត្តភក្តិជាទីស្រឡាញ់ឬញាតិសន្តានដែលមានគុណបំណាច់លើរូបអ្នកត្រូវនិរាសពីគ្នាមិនតែប៉ុណ្ណោះលោកអ្នកត្រូវខូចខាតផលប្រយោជន៍ទៀតផងតាមការពិតអ្នកមិនត្រូវរងទុក្ខក្តៅណាស់ណានោះទេមានគេជួយឈឺឆ្អាលឲ្យលោកអ្នកបានសុខសាន្តបើទុកជាមានឧបសគ្គក្នុងការងារខ្លះក៏គង់សាបរលាបទៅវិញបានដោយសារពេលនេះមានភឿនរបស់អ្នកបានតទល់យ៉ាងស្វិតស្វាញជួនកាលឆ្នាំនេះអ្នកត្រូវរើរូបផ្ទះសម្បែងជួសជុលឬធ្វើថ្មីតែមិនមែនជាការសំខាន់នោះឡើយបើជាមនុស្សស្រីទំនាយទាយថាឆ្នាំនេះការរៀបចំមង្គលការរបស់លោកអ្នកបានផលសម្រេចបំណងមែនពិតប្រាកដប្រកបទៅដោយសេចក្តីសុខប៉ុន្តែអ្នកនៅមានទំនាស់ជាមួយមេបារបស់អ្នកបន្តិចបន្តួចរួចពីហេតុភេទបែបនេះនឹងបានល្អឡើងវិញបើអ្នកធ្វើការងារកាន់មុខតំណែងមានមុខនេតិលោកអ្នកត្រូវបានឡើងតំណែងនេតិបន្ថែមជាក់ជាមិនខានដែលអ្នកត្រូវប្រុងប្រយ័ត្នជាទីបំផុតនោះគឺចោរកម្មនិងអគ្គិភ័យបំផ្លាញបើសិនជាមានជំងឺគឺច្រើនតែផ្ដាសាយលោកអ្នកកើតឆ្នាំម្សាញ់បើជាមនុស្សប្រុសទំនាយទាយថាក្នុងឆ្នាំនេះគឺជាឆ្នាំដែលអ្នកមិនសូវរីករាយសោះឡើយទោះជាយ៉ាងនេះក៏ដោយអ្នកគង់បានសម្រេចក្នុងការងារដែលលោកអ្នកបានតាំងចិនយ៉ាងផ្ដាច់ផ្ដូរជាមួយមិត្តភ័ក្តិរបស់អ្នកឬមនុស្សធ្វើការជាមួយអ្នកទេជាមនុស្សអាប់ជោគរាសីដឹកនាំឲ្យអ្នកខកខានទុនក្នុងរយៈឆ្នាំនេះអ្នកមិនគួរធ្វើដំណើរផ្លូវឆ្ងាយពេកនោះទេសូម្បីតែបើកហាងលក់ដូរអីវ៉ាន់ថ្មីឬប្រកបការយ៉ាងណាក៏ដោយអ្នកកុំធ្វេសប្រហែសឲ្យសោះហើយមិនគួរពឹងរកឲ្យគេជួយទុកធុរៈខ្លួនជាដាច់ខាតបើជាមនុស្សស្រីទំនាយទាយថាក្នុងឆ្នាំនេះអ្នកតោងកែគុណប្រើសេចក្តីពិនិត្យពិច័យឲ្យបានល្អិតល្អន់បន្តិចសូម្បីតែអ្នកដែលធ្លាប់រាប់រកអ្នកយ៉ាងណាឬអ្នកធ្វើការរួមគ្នានឹងគេអ្នកកុំសង្ឃឹមឡើយថានឹងបានផលកម្រៃពីវង្ការបែបនេះឲ្យសោះពុំនោះនឹងបណ្ដាលហេតុពីក្រុមគ្រួសារមានភ័យព្រួយឈឺថ្កាត់មានទំនាស់ពីមនុស្សបម្រើការក្នុងលំនៅឋានជោគជតារាសីរបស់អ្នកក្នុងឆ្នាំនេះពុំប្រសើរនោះទេជាគ្រោះកាចកម្មសាហាវខ្លាំងណាស់ការងារប្រចាំជីវិតរបស់លោកអ្នកសេចក្តីស្និទ្ធស្នាលរបស់លោកអ្នកនឹងផ្ដល់ផលជាអាសាឥតការដល់អ្នកវិញជាក់ជាមិនខានបើអ្នកចង់បន្ធូរបន្ថយការអាប់បែបនេះអ្នកត្រូវខំខ្នះខ្នែងដោយប្រើសេចក្តីឆ្លៀវឆ្លាតនិងសេចក្តីអង់អាចឲ្យគ្រប់កម្លាំងទើបអ្នកបានប្រឆាចពីវិបត្តិទាំងនេះទៅខ្លះលោកអ្នកកើតឆ្នាំមមីបើជាមនុស្សប្រុសទំនាយទាយថាក្នុងឆ្នាំនេះអ្នកមិនសូវបានស្រួលបួលនោះទេគឺថាអ្នកតែងតែជួបប្រទះនឹងឧបសគ្គជាញឹកញយក្នុងដំណើរជីវិតធម្មតារបស់អ្នកប៉ុន្តែអ្នកត្រូវខំតាំងចិត្តពុះពៀប្រឹងរងាប់ចិត្តទប់ទល់និងអធិករឲ្យមែនតែនហើយគួរតាំងចិត្តធ្វើការងារនិងកិច្ចការយ៉ាងណាដោយសេចក្តីឧស្សាហ៍និងស្វាហាប់ចុងបំផុតអ្នកខំបំពេញឲ្យបានអង្អាចជានិញបើអ្នកធ្វើយ៉ាងនេះបានទើបអ្នកបានជោគជ័យគ្រាន់បើឡើងវិញក្នុងរវាងអាយុប៉ុណ្ណេះបើជាមនុស្សស្រីទំនាយទាយថាក្នុងឆ្នាំនេះ
អ្នកនឹងបានមកការងារធ្វើពិតប្រាកដបើសិនជារៀបចំមង្គលការផ្ទាល់ខ្លួនមុខជាបានសម្រេចដោយសេចក្តីប្រាថ្នាជួបលាភផលយ៉ាងនឹកស្មានមិនដល់ទោះបីជាយ៉ាងណាក៏ដោយក៏គង់តែនៅមានមនុស្សរិស្យាចំពោះផលល្អរបស់អ្នកជានិញនៅក្នុងរឿងនេះអ្នកកុំខ្លាចឲ្យសោះព្រោះមានអ្នករងចាំជួយឈឺឆ្អាលលោកអ្នកយ៉ាងពេញទំហឹងខាងមុខនៃការពោលចូលអ្នកប្រយ័ត្នមនុស្សមានទុកទោសក្របសង្កត់ណាមួយមកលួងលោមបញ្ចុះបញ្ចូលលើកជើងលោកអ្នកឲ្យចូលរួមការងារជាមួយគេទោះការងារនោះមានសភាពយ៉ាងណាក៏ដោយសុទ្ធតែមិនបរិសុទ្ធទាំងអស់ហើយមិនគួរលីសាយរែកពុនលើកដាក់របស់ធ្ងន់ហួសហេតុពេកនោះទេក្រែងឆ្លោះចង្កេះក្រិចឆ្អឹងខ្នងលោកអ្នកកើតឆ្នាំមមែបើជាមនុស្សប្រុសទំនាយទាយថាក្នុងឆ្នាំនេះជាឆ្នាំល្អប្រសើរខ្លាំងណាស់នឹងបានលាភធំតែមុននឹងកើតលាភផលត្រូវបាត់បង់ទ្រព្យរបស់ជាមុនសិនហេតុដូច្នេះត្រូវប្រុងប្រយ័ត្នខ្លួនបន្តិចព្រោះត្រូវចោរកម្មវាបំណងទងបន្ទាប់ពីនោះទៅលោកអ្នកត្រូវបានទទួលមុខតំណែងនាទីថ្មីមាននាទីទទួលខុសត្រូវជាន់ខ្ពស់រីឯជោគលាភដែលលោកអ្នកត្រូវបាននោះនឹងបានមកពីទីឆ្ងាយតែត្រូវខំរក្សាកាយឲ្យល្អក្រែងមានជំងឺដំកាត់ខ្លះដែរបើជាមនុស្សស្រីទំនាយទាយថាឆ្នាំនេះជាឆ្នាំដែលលោកអ្នកមានសេចក្តីសុខសម្រាន្តយ៉ាងលើសលំហើយបានគាប់ចិត្តគ្រប់យ៉ាងមានគេនាំកំណល់រង្វាន់មកដល់ទីកន្លែងក្នុងឆ្នាំនេះជោគរាសីរបស់អ្នកល្អជាទីបំផុតបើអ្នកមានបំណងធ្វើអ្វីមុខជាបានសម្រេចផលយ៉ាងមែនទែនប៉ុន្តែថាអ្នកកុំប្តីផ្ដួលនឹងការជួយឈឺឆ្អាលពីគេឯងទៀតនៅក្នុងរឿងរាប់អានស្រឡាញ់ទុកចិត្តអ្នកគួរតែប្រយ័ត្នឲ្យមែនទែនហើយខំស្ទាបស្ទង់បន្តិចផងបើសិនជាវាមិនផុននៅក្នុងបន្ទប់ក្រុមគ្រួសារមានសេចក្តីសុខយ៉ាងក្រៃលែងលោកអ្នកកើតឆ្នាំវងបើជាមនុស្សប្រុសទំនាយទាយថាឆ្នាំនេះគឺជាឆ្នាំដែលលោកអ្នកត្រូវឃ្លាតពីទីកន្លែងបើមិនដូច្នោះទេអ្នកមុខជាត្រូវនឿយណាយធុញទ្រាន់នឹងកន្លែងចាស់ឬត្រូវផ្លាស់ប្ដូរទីលំនៅផងដែរពុំនោះសោតនាទីការពាររបស់អ្នកនឹងត្រូវរើរុះជាថ្មីបើមានការលក់ដូរឬចំនួនជួញប្រែជាអាជីពការនេះនឹងបណ្ដាលជាហេតុឲ្យមានសេចក្តីតឹងចង្អៀតខ្លះដំណរទៅពេលខាងមុខនៅក្នុងឆ្នាំនេះលោកអ្នកនឹងមានស្គៀបរមាស់រង្គោះរង្គើដល់ក្រុមហ៊ុនបើមានជើងឈ្នួលក្នុងបន្ទប់វានឹងធ្វើឲ្យមោះមិនគាប់ឲ្យអ្នកមានសេចក្តីមួម៉ងរឿយមួយវិញទៀតញាតិព័ន្ធឬមិត្តភ័ក្តិនឹងកើតក្តីរង្គៀសឬស្យាដល់អ្នកដោយបំពេញលើផលល្អនិងសេចក្តីចម្រើនរបស់អ្នកហេតុការណ៍ទាំងអស់នេះចូលអ្នកកុំភ្លេចស្មារតីឲ្យសោះយ៉ាងហោចណាស់ក៏មានវិបត្តិឈឺថ្កាត់មិនខានឡើយបើជាមនុស្សស្រីទំនាយទាយថាឆ្នាំនេះជាឆ្នាំដែលលោកអ្នកត្រូវឃ្លាតពីទីកន្លែងបើមិនដូច្នោះទេអ្នកមុខជាត្រូវនឿយណាយធុញទ្រាន់នឹងកន្លែងចាស់ឬត្រូវផ្លាស់ប្ដូរទីលំនៅផងដែរពុំនោះសោតនាទីការពាររបស់លោកអ្នកត្រូវរើរុះជាថ្មីបើមានការលក់ដូរឬចំនួនជួញប្រែជាអាជីពការនេះនឹងបណ្ដាលជាហេតុឲ្យមានសេចក្តីតឹងចង្អៀតខ្លះដំណរនាពេលខាងមុខក្នុងឆ្នាំនេះលោកអ្នកនឹងមានស្គៀបរមាស់រង្គោះរង្គើដល់ក្រុមហ៊ុនបើមានជើងឈ្នួលក្នុងបន្ទប់វានឹងធ្វើឲ្យមោះមិនគាប់ឲ្យអ្នកមានសេចក្តីមួម៉ងរឿយមួយវិញទៀតញាតិព័ន្ធឬមិត្តភ័ក្តិនឹងកើតក្តីរង្គៀសឬស្យាដល់លោកអ្នកដោយបំពេញលើផលល្អនិងសេចក្តីចម្រើនរបស់អ្នកហេតុការណ៍ទាំងអស់នេះចូលអ្នកកុំភ្លេចស្មារតីឲ្យសោះបើយ៉ាងហោចណាស់ក៏នឹងមានវិបត្តិឈឺថ្កាត់ជាក់ជាមិនខានឡើយលោកអ្នកកើតឆ្នាំរកាបើជាមនុស្សប្រុសទំនាយទាយថាឆ្នាំនេះជាឆ្នាំដែលលោកអ្នកមានសេចក្តីសុខសម្រាន្តយ៉ាងលើសលំហើយបានគាប់ចិត្តគ្រប់យ៉ាងមានគេនាំកំណល់រង្វាន់មកដល់ទីកន្លែងនៅក្នុងឆ្នាំនេះជោគរាសីរបស់លោកអ្នកល្អជាទីបំផុតបើអ្នកមានបំណងធ្វើអ្វីមួយមុខជាបានសម្រេចផលយ៉ាងពិតប្រាកដថាអ្នកកុំប្តីផ្ដួលនឹងការជួយឈឺឆ្អាលពីគេឯទៀតខ្លាំងពេកនៅក្នុងរឿងរាប់អានស្រឡាញ់ទុកចិត្តគួរតែប្រុងប្រយ័ត្នមែនទែនហើយខំស្ទាបស្ទង់បន្តិចផងដែរបើសិនជាវាមិនផុននៅក្នុងបន្ទប់ក្រុមគ្រួសារមានសេចក្តីសុខយ៉ាងក្រៃលែងបើជាមនុស្សស្រីទំនាយទាយថាក្នុងឆ្នាំនេះជាឆ្នាំល្អប្រសើរខ្លាំងណាស់
នឹងបានលៀបធំតែមុននឹងកើតលៀបផលត្រូវបាត់បង់ទ្រព្យជាមុនសិនត្រូវប្រុងប្រយ័ត្នខ្លួនបន្តិចត្រូវចោរកម្មវាមានបំណងទងបន្ទាប់ពីនោះអ្នកត្រូវបានទទួលមុខតំណែងនាទីថ្មីមាននាទីទទួលខុសត្រូវជាន់ខ្ពស់តែត្រូវខំរក្សាកាយឲ្យល្អក្រែងមានជំងឺដំកាត់ផងដែរលោកអ្នកកើតឆ្នាំចបើជាមនុស្សប្រុសទំនាយទាយថាក្នុងឆ្នាំនេះអ្នកនឹងបានមុខការងារធ្វើជាពិតប្រាកដបើសិនជារៀបមង្គលការផ្ទាល់ខ្លួនមុខជាបានសម្រេចដោយសេចក្តីប្រាថ្នាជួបលាភផលយ៉ាងនឹកស្មានមិនដល់ហើយមិនគួរលីស័យរែកពុនលើកដាក់របស់ធ្ងន់ហួសហេតុពេកនោះទេក្រែងឆ្លោះចង្កេះក្រេចឆ្អឹងខ្នងបើជាមនុស្សស្រីទំនាយទាយថាក្នុងឆ្នាំនេះអ្នកមិនសូវបានស្រួលបួននោះទេគឺថាអ្នកត្រូវជួបប្រទះនឹងឧបសគ្គជាញឹកញយក្នុងដំណើរការជីវិតធម្មតារបស់អ្នកប៉ុន្តែអ្នកត្រូវខំតាំងចិត្តពុះពៀប្រឹងរងាប់ចិត្តទប់ទល់នឹងអធិករឲ្យមែនតែនហើយគួរតាំងចិត្តធ្វើការងារឬកិច្ចការយ៉ាងណាដោយសេចក្តីឧស្សាហ៍និងស្វាហាប់ចុងបំផុតអ្នកខំបំពេញឲ្យបានអង្អាចជានិញបើអ្នកធ្វើយ៉ាងនេះបានក្នុងរវាងអាយុប៉ុណ្ណេះលោកអ្នកកើតឆ្នាំកុរបើជាមនុស្សប្រុសទំនាយទាយថានៅក្នុងឆ្នាំនេះអ្នកតោងកែគុណប្រើសេចក្តីពិនិត្យពិច័យឲ្យបានល្អិតល្អន់បន្តិចសូម្បីតែអ្នកដែលធ្លាប់រាប់អានអ្នកយ៉ាងណាឬអ្នកធ្វើការរួមនឹងគេអ្នកកុំសង្ឃឹមឡើយថានឹងបានផលកម្រៃពីវងការបែបនេះឲ្យសោះពុំនោះបណ្ដាលហេតុភេទពីក្រុមគ្រួសារមានភ័យព្រួយឈឺថ្កាត់ឬក៏មានទំនាស់ពីមនុស្សបម្រើការក្នុងលំនៅឋានជោគជតារិស័យរបស់អ្នកក្នុងឆ្នាំនេះពុំប្រសើរនោះទេជាគ្រោះកម្មកាចសាហាវខ្លាំងណាស់ការងារប្រចាំជីវិតរបស់លោកអ្នកឬសេចក្តីស្និទ្ធស្នាលរបស់លោកអ្នកនឹងផ្ដល់ផលជាអាសាឥតកាលដល់អ្នកវិញបើអ្នកចង់បន្ធូរបន្ថយការអាប់បែបនេះអ្នកត្រូវខំខ្នះខ្នែងដោយប្រើសេចក្តីឆ្លៀវឆ្លាតនិងសេចក្តីអង្អាចឲ្យគ្រប់កម្លាំងទើបអ្នកបានប្រឆាចវិបត្តិទាំងនេះទៅខ្លះបើជាមនុស្សស្រីទំនាយទាយថាក្នុងឆ្នាំនេះគឺជាឆ្នាំដែលអ្នកមិនសូវរីករាយសោះឡើយទោះជាយ៉ាងណាក៏ដោយអ្នកគង់បានសម្រេចក្នុងការដែលលោកអ្នកបានតាំងចិត្តយ៉ាងផ្ដាច់ផ្ដូរមិត្តភ័ក្តិរបស់អ្នកឬមនុស្សធ្វើការជាមួយអ្នកគេជាមនុស្សអាប់ជោគថោករិស័យដឹកនាំឲ្យអ្នកខកខានទុនក្នុងរយៈឆ្នាំនេះអ្នកមិនគួរធ្វើដំណើរផ្លូវឆ្ងាយពេកនោះទេសូម្បីតែបើកហាងលក់ដូរអីវ៉ាន់ថ្មីឬប្រកបកិច្ចការយ៉ាងណាក៏ដោយអ្នកកុំធ្វេសប្រហែសឲ្យសោះហើយមិនគួរពឹងរកឲ្យគេជួយទុកធុរៈខ្លួនជាដាច់ខាត